រូបចម្លាក់ខ្ញុំឯណារូបចម្លាក់ខ្ញុំទៅណាហើយឯណារូបចម្លាក់ខ្ញុំអ្នកណាយករូបចម្លាក់ខ្ញុំបងចិនកខ្ញុំមកវិញហើយខ្ញុំnakបាយឲ្យបងណាបងចិនក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 អូគំនូស្បែកសុំជើញមើលគំនូស្បែកខ្ញុំថោកជួយទិញកណាត់ណាបងប្រុសសុំមើលគំនូស្បែកខ្ញុំឯណារូបចម្លាក់ស្អីទៅគឺរូបចម្លាក់របស់ខ្ញុំនោះណារូបចម្លាក់របស់ខ្ញុំហ្នឹងនេះមើលមើលនេះគឺជាគំនូស្បែកឯងមើលយ៉ាងម៉េចដែរមួយនេះមិនមែនចឹងទេអមស្រីខ្ញុំយល់ហើយទីនេះពិតជាអ៊ូអមមែនហើយចាស់អេលោកពងមិនឃើញមនុស្សម្នាក់សក់ស្កៅរូបរាងសង្ហាទេមិនដែលឃើញទេបងចិនកបងនៅណាខ្ញុំបាននិយាយហើយឲ្យរូបចម្លាក់ខ្ញុំវិញមកមានរូបចម្លាក់មកពីណាខ្ញុំចង់បានរូបចម្លាក់ខ្ញុំនេះភ្លាមមកឯណារូបចម្លាក់របស់ខ្ញុំគ្មានទេថាឲ្យចេញពីទីនេះភ្លាមទៅនេះពួកយើងទៅមើលខាងមុខមើលចាឯណារូបចម្លាក់ខ្ញុំរូបចម្លាក់ណាមិនម្នាក់នោះដូចជាបងចិនករូបចម្លាក់របស់ខ្ញុំអីមានអីហ្នឹងខ្ញុំមិនដឹងខ្ញុំថយចេញឯណារូបចម្លាក់ខ្ញុំចង់ទៅសិនលោកគ្នានៅម៉ានអីវិញឯងកុហកខ្ញុំប្រេះផ្ដាំមែនអីសក់យើងភ្លាមណាពិតជាគេមែនពិតមែនហើយអមស្រីឆាប់ទៅមើលមើលឲ្យពីខ្ញុំឯណាកណ្ដូលណែសក់យើងភ្លាមបងចិនកថយចេញប្រេះសក់ខ្ញុំមកខ្ញុំចិនកមិនមកឯងគេគឺឯងរត់ខ្ញុំខ្ញុំចង់ជប់បាយគេថយចេញឥឡូវហ្នឹងចិនក5ទៀតក៏បានដែរខ្ញុំឲ្យមកចិនកណែចិនកសក់បើឯងស្កើហើយប្រាប់អមមកហេតុអីទៅឯណារូបចម្លាក់ខ្ញុំរូបចម្លាក់ខ្ញុំត្រូវបាត់ហើយទេឯងប្រតិកម្មក្នុងខ្លួនហើយចិនកយានចិនកយើងសម្រាប់ឪពុកឯងម្ដាយឯងក៏ស្លាប់ក្នុងដៃយើងដែរយ៉ាងម៉េចចង់សងសឹកចិនកលោកឈួតឲ្យមែនទេមិនបាច់ទៅលោកបាយគាត់អញ្ចឹងអមស្រីចាំមិនទៅហើយនឹងអមស្រីដឹងខ្លួនឡើងអមស្រីកុំបភ័យខ្ញុំឲ្យសោះអមស្រីបងចិនកហេតុអីក៏បងនៅទីនេះថងអ៊ីងខ្ញុំបាយថងអ៊ីងហើយថងអ៊ីងនឹងណាខ្ញុំសងសឹករួចហើយពួកយើងទៅផ្ទះវិញណាខ្ញុំបាយគេបានហើយបងដឹងទេខ្ញុំបារម្ភនឹងបងណាទីបំផុតខ្ញុំសម្រាប់ថងអ៊ីងបានហើយថងអ៊ីងបងមិនដឹងទេថងអ៊ីងជាមនុស្សគ្រោះថ្នាក់យ៉ាងណានេះថ្ងៃក្រោយបើគ្មានការអនុញ្ញាតពីខ្ញុំបងកុំតែណាឲ្យសល់ទេខ្ញុំរករូបចម្លាក់ខ្ញុំបាត់ហើយរូបចម្លាក់បានមិនក៏មិនសួរខ្ញុំយករូបចម្លាក់បងទុកហើយបងមិនចាំបាច់ធ្វើយ៉ាងនេះទេនាងយកទុកអីឲ្យមកខ្ញុំវិញមករូបចម្លាក់នៅក្នុងនេះល្ងងណាស់នៅទីនេះ
មើលនៅក្នុងកន្លោនេះណាអត់ខូចទេមិនក៏នៅស្ងៀមណាម៉ែហើយបានតែចិញ្ចឹមបើកូនទៅមួយថ្ងៃហើយបានតែចិញ្ចឹមបើ មិននឹកស្មានទេមិននឹកស្មានទេ គឺមកពីខ្ញុំថ្ងៃម៉េចខ្ញុំនាំអ៊ំស្រីទៅដើរលេងនៅផ្សារតែស្មានម្ដងថាជួបបងចិត្តកូនតែស្មានម្ដងថាគាត់លើកដៃបាយអ៊ំស្រីសោះគាត់ក៏បាយអ៊ំស្រីឲ្យស្លាប់ដែរចិនកូនមិនគួរអញ្ចឹងទេចិនកូនមានអីសម្រាប់ម្ដាយខ្ញុំបងអីនេះជាការពិតណាស់ខ្ញុំបានឃើញយ៉ាងច្បាស់ណាស់ខ្ញុំទៅសួរគាត់ច្បាស់សិនយើងចិនកូនហេតុអីបានជាសម្លាប់ដៃខ្ញុំប្រាប់ខ្ញុំមកមូលហេតុអីបានជាសម្លាប់កូនហេតុអីហេតុអីបានជានៅស្គមអញ្ចឹងមិនមុនអញ្ចឹងប្រាប់ខ្ញុំមកហេតុអី រូបចម្លាក់ខ្ញុំដូចជានាងអញ្ចឹងនេះជារូបចម្លាក់របស់ខ្ញុំ បងស្រីបងស្រីបងស្រីមកហើយអ៊ីឡែនម៉ែស្លាប់ហើយម៉ែស្លាប់ម៉ែត្រូវគេសម្លាប់ម៉ែត្រូវគេសម្លាប់ហេតុអីបានជាម៉ែស្លាប់ហេតុអីទៅអត់ដឹងថាអ្នកណាសម្លាប់គាត់ទេអ្នកណាគឺយើងចិនកោសម្លាប់ម្ដាយយើងមិនពិតទេបងស្រីបងចិនកោមានរឿងអីសម្លាប់ម្ដាយយើងគឺហិនឡើងបានឃើញច្បាស់ណាស់គឺគេចិនកោហើយបានជាខ្លាចទៅជាបែបនេះអ៊ីឡាមិនបានទៅជាអញ្ចឹងបងចិនកោហាត់ក្បាច់គុណប្រតិកម្មក្នុងខ្លួនរឿងអីក៏មិនចាំដែរមិនគួរអញ្ចឹងទេបងចិនគាត់មានរឿងអីសម្រាប់ម្ដាយខ្ញុំគាត់មានរឿងអីសម្រាប់ម្ដាយខ្ញុំប្រតិកម្មវិជាកូនគេសម្រាប់ម្ដាយយើងមិនពិតទេម៉ែហេតុអីបានធ្វើយ៉ាងនេះហេតុអីទៅហាត់វិជាគាត់ណាហេតុអីក៏មិនnóiទៅយ៉ាងនេះហេតុអីសម្រាប់ម្ដាយខ្ញុំគាត់ជាម្ដាយបង្កើតរបស់ខ្ញុំបងជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតតើខ្ញុំអាចសម្លាប់បងបានទេបើសិនជាខ្ញុំសម្លាប់បងដើម្បីសងសឹកឲ្យម្ដាយខ្ញុំបានខ្ញុំប្រកាសជាសម្លាប់បងតើខ្ញុំអាចសម្លាប់បងទេខ្ញុំមិនអត់អត់ឲ្យបងទេខ្ញុំមិនអត់អត់ឲ្យបងទេខ្ញុំសប់បងរហូតខ្ញុំសប់បងរហូតខ្ញុំសប់បងហាត់ក្បាច់បិទទីចោលធ្វើឲ្យប្រតិកម្មវិជាកូន
ពួកយើងគ្មានអនាគតទៀតទេមួយជីវិតនេះខ្ញុំមិនអត់អត់បងទេម៉ែកូនមកមើលម៉ែហើយកូនមកមើលម៉ែហើយម៉ែហេតុអីបានជាមិនអោយកូនជួបម៉ែជាចុងក្រោយសូមម៉ែប្រាប់កូនមកហេតុអីបានជាម៉ែស្លាប់យ៉ាងនេះតើមានរឿងអីកើតឡើងទៅតើមានរឿងអីមិនមែនជាបងចិនគាត់ទេមិនមែនជាបងចិនគាត់ទេម៉ែអ៊ីឡាំកុំពិបាកចិត្តអីកូនជឿចាប់យ៉ាងនេះម្ដាយកូនក៏មិនសប្បាយក្នុងចិត្តដែរក្រោកឡើងមកចិនគល់កូនទៅតែហាត់វិធីបិទជីបចោចិនកូនកុំហាត់ក្បាច់បិទជីបចោអសោះកូនទៅតែហាត់ក្បាច់បិទជីបចោពីព្រោះក្បាច់ថៃជីគ្រូសាស្ត្រតកោយើងទៅតែហាត់ក្បាច់បិទជីបចោកូនទៅតែហាត់បើមិនហាត់ទេគឺគ្មានសល់អីទាំងអស់កូនដឹងទេបងខ្ញុំដឹងហើយខ្ញុំប្រកាសជាហាត់បានក្បាច់បិទជីបចោវាជារបៀបខុសឆ្គងវានឹងធ្វើឲ្យលំខ្លួនកាន់តែជ្រៅទៅខ្ញុំដឹងហើយអេម៉ែពុកវិញមានរឿងអីហ្នឹងហាមានរឿងអីបងមិនដឹងថាខ្ញុំនេះមិនចង់ឆ្លោះជាមួយបងទេបងមិនដែលទុកខ្ញុំជាប្រពន្ធទេរឿងអីក៏ដោយបងមិនដែលប្រាប់ខ្ញុំនោះទេបងយ៉ាងចិនធ្វើអីត្រឹមត្រូវចិនលោកអង្គខ្ញុំចង់និយាយជាមួយអ៊ំបន្តិចបាទនិយាយមកចុះលោកអ៊ំខ្ញុំមិនជឿសោះថាយើងចិនគួរសម្រាប់អ៊ំស្រីអាយយល់យ៉ាងម៉េចដែរខ្ញុំចង់ពិនិត្យមើលសាកសមទោះជាបើក្តាមជុំពិនិត្យសាកសមក៏ដោយក៏មិនប្រកាសថាមានលទ្ធផលដែរហើយនេះហើយសូមកុំប្រាប់អ៊ីអីកុំឲ្យនឹងពិបាកចិត្តម្យ៉ាងទៀតមុននឹងខ្ញុំពិនិត្យសាកសមអ៊ំកុំអានទៅកន្លែងសាកសពធ្វើអីសូមរាយការណ៍លោកមេតំស៊ីវិនបានមកដល់ហើយស៊ីវិនបាឯងពិតជាថ្លើមធំណាស់ហ៊ានមកជួបយើងផងថងអ៊ីងយើងបានស្រាវជ្រាវច្បាស់ណាស់ឃាតករសម្រាប់ម្ដាយរបស់យ៉ាងអ៊ីអ៊ីងមិនយិនចិនកទេគឺជាឯងឃាតករគឺយិនចិនកយ៉ាងប្រកបឯងបែរជាជន់ជើងតើឯងមានភ័ស្តុតាងអីទេថងអ៊ីងថ្ងៃនេះយើងមកព្រោះចង់ប្រាប់ឯងស្មានតែឯងធ្វើអីស្មានតែគេមិនដឹងទេប៉ុន្តែឯងមិននឹកស្មានសោះយើងពិនិត្យសាកសពយើងរកភ័ស្តុតាងឃើញហើយឯងស្មានតែគ្មានភ័ស្តុតាងអ្វីឡើយទោះបីជាពឹសនេះគ្មានក្លិនគ្មានពណ៌គ្មានសមល់ក៏ដោយប៉ុន្តែប៉ះស្រាភ្លាមទៅជាខ្មៅភ្លាមឯងមិននឹកស្មានតែយើងនឹកឃើញមែនទេឯងធ្លាប់យកពឹសនេះធ្វើបាបតកែហានថ្នាំធានចេញឯងប្រាជាថ្នាំពឹសសម្រាប់មនុស្សច្រើនណាស់រីឯថ្នាំពឹសនេះ
គឺបាត់ដំណឹងសូនជើងក្នុងពិភពគុណយូរហើយគឺពឹសផ្ដាច់ពវិនកន្លះជំហានស៊ីវិនវ៉ាឯងប្រកែកមែនប៉ុន្តែឯងរកការពិតឃើញវាយ៉ាងម៉េចខ្លួនឯងតែមួយរស់បានយូរប៉ុណ្ណាស្មានទៅរត់ចេញទៅវិញបានទេពួកឯងបាទស៊ីវិនវ៉ាឋានលើមានផ្លូវឯងមិនទៅឋានទៅរកគ្មានច្រកឯងបែរជាមករកនាំវាទៅឆាប់ឆ្លើយមកឆ្លើយមកឆ្លើយភ្លាមឆ្លើយមកស៊ីវិនវ៉ាឯណាយិនចិនកោបានបើវាមិនព្រមនិយាយវាយតទៅវានិយាយបាទអ៊ីអ៊ីងយ៉ាងអ៊ីអ៊ីងទីនេះជាកន្លែងរបស់យើងក៏នាងហ៊ានចូលមកដែរចាប់ខ្លួនចាប់សិនស្ដាប់ទូរស័ព្ទសិនទេអាឡូអញថងបាទលើកស្នេហ៍ប្រមុខមានកៅអីសូមលើកមានប្រសាមកចុះឆាប់ដោះលេខស៊ីវិនវ៉ាភ្លាមបាទខ្ញុំដោះលេខឥឡូវនេះខ្ញុំដោះលេខគេភ្លាមលេខគេទៅបានប្រយ័ត្នតែបងអេងមកវិញហើយហ៎បងអេងប្រយ័ត្នតិចណាមិនវ៉ាអញមិនអីទេខ្ញុំមិនអីទេសំណាងល្អអ៊ីអ៊ីងឲ្យដំណឹងទៅលោកមេតបប្រមុខប៉ុន្តែមិនដឹងថាពជាពេលដល់ណាទេពេលចាំបាច់កូនវល់លោកមេតបធំជួយដល់លោកយកស៊ីពេលនេះលោកមេតបធំកំពុងតែច្បាំងគ្មានពេលទំនេរទេថងអ៊ីងតែទៀតប្រកាសជាដឹងគេប្រកាសជាមកតាមយើងអ៊ីអ៊ីងក្នុងពេលគ្រោះថ្នាក់នេះវិនវ៉ាត្រូវរបួសឆាប់នាំគ្នារត់តាមទ្វារក្រោយទៅបើចុះអ្នកទាំងពីរពួកយើងអាចទប់ទល់បាត់ទេលោកអ៊ំយ៉ាងថងអ៊ីងសាហាវណាស់បើវាមកដល់វាច្បាស់ជាមិនអត់ដល់ពួកលោកអ៊ំទេមិនបានទេពួកឯងទៅមុនទៅយើងអាចទប់ទល់បាត់អ៊ីអ៊ីងឆាប់លើកឆាប់រត់ទៅឆាប់លើកពួកយើងទៅឆាប់លើកឆាប់ឡើងទៅបងអ៊ីងប្រយ័ត្នផងណាអ៊ីអ៊ីងខ្ញុំដឹងថាចិនកោមិនមែនជាឃាតករទេឃាតករពិតគឺជាថងអ៊ីងគឺថងអ៊ីងដាក់សម្ពុលសម្រាប់បណ្ដាយនេះពិតមែនទេមែនទេនេះនៅសៀមបាត់សៀមបាត់ជាប់រត់រួចអីយ៉ាចុះអីយោចុះនៅសៀមយ៉ាងធានឈិនឯណាស៊ីវិនវ៉ាលោកមេតបស៊ីវិនម៉ាគឺលោកជាអ្នកចាប់ខ្លួនគេលោកបើជាមិនសួរខ្ញុំទៅវិញកុំធ្វើពុតទៀតឯសោះលោកមេតបយើងស្ថិតក្រោមការគ្រប់គ្រងអំណាចរបស់លោកមានអីទៅកុហកលោកយើងទុកពេលឲ្យលោកម្ដងទៀតបើសិនជាលោកប្រាប់យើងថានៅឯណាយើងមិនដេញដោលរឿងនេះទេពួកយើងពិតជាមិនដឹងមែនមិនឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកមែនពួកឯងចាប់គេទៅដាក់ទៅតរុញមើលមុខឯងធ្វើឥឡូវនោះទៅចិនកោអ៊ីឡាំងបងស្រីបងមកមើលពួកខ្ញុំមែនទេអ៊ីឡាំងមិនមែនចិនកោសម្រាប់ម៉ែទេលោកនាយកស៊ីបានស្រាវជ្រាវឃើញច្បាស់ណាស់ចិនកោមិនបានសម្រាប់ម៉ែទេពិតមែនទេប្រសើរណាស់ខ្ញុំប្រាប់ហើយបងចិនកោមិនសម្រាប់ម៉ែទេបងចិនកោប្រកាសជាមិនសម្រាប់ម៉ែទេចិនកោសំទោសម៉ែអូនមិនមែនបងសម្រាប់ទេនេះគឺជាការយល់ច្រឡំឲ្យអូនសំទោសឥឡូវនេះលោកនាយកស៊ីបានរកការពិតឃើញទៅហើយអូនត្រូវតែរកការពិតឲ្យបងពួកយើងទាំងអស់គ្នាដឹងថាមិនមែនបងសម្លាប់មិនឲ្យអូនទេ
ការប៉ັດគឺនៅចំពោះមកតាហើយសូមបងកំរំអីបងស្រីតើអ្នកណាសម្រាប់ម៉ែគឺថងអ៊ីងហេតុអីគេសម្រាប់ម៉ែថងអ៊ីងដាក់ថ្នាំពុលសម្រាប់ម៉ែគេថែមទាំងទម្លាក់កំហុសទៅលើចិនកគេចង់ឲ្យយើងទាំងអស់គ្នាមានការយល់ច្រឡំទៅលើចិនកជាឃាតករថងអ៊ីងយើងត្រូវតែសម្រាប់ឯងអ៊ីឡាកុំខកខ្ញុំអីខ្ញុំត្រូវតែសោកស្ដាយម៉ែអ៊ីឡាអូនស្មានតែបងអូនឈឺចិត្តតែម្នាក់ឯងឬមួយក៏បងមិនចង់សងស្រីម៉ែទេបងអូនមកទៅចិនគាត់ទៅបងពិបាកចិត្តជាងបងអូន100ដង1000ដងទៅទៀតបងចង់តែកាត់ថងអ៊ីងជាកង់ប៉ុន្តែថងអ៊ីងមានអំណាចខ្លាំងកម្លាំងយើងពេលនេះគឺមិនអាចទប់ទល់ជាមួយគេបានទេបើសិនជាបងអូនទៅពេលនេះបានតែស្លាប់ប៉ុណ្ណោះពួកយើងបានស្លាប់គ្នាច្រើនណាស់ហើយបងមិនចង់បាត់បងអូនបងម្នាក់ទៀតទេអ៊ីឡាបងអូនខ្ញុំទៅក្នុងពេលនេះសំខាន់បំផុតនោះគឺយើងព្យាបាលឲ្យចិនកោអាជីបងស្រីខ្ញុំនឹងសម្រាប់ថងអ៊ីងដល់ផ្ទាល់ដៃសងសឹកឲ្យម៉ែលោកចាំឥឡូវនេះមិនទាន់បានដំណឹងចិនគាត់ទេបើគ្មានដំណឹងកុំមករយយើងទៀតឯសោះបាទចេញទៅបាទចិនកោថ្មីត្បិតថាអូនដឹងថាពេលនេះបងលេងស្គាល់អូនក៏ដែរយើងទៅពីឆ្លងកាត់រឿងច្រើនណាស់ទីបំផុតយើងអាចជួបគ្នាបានអូនឃើញបងធ្លាក់ខ្លួនយ៉ាងនេះអូនពិបាកចិត្តណាស់អូនក៏ដឹងដែរក្នុងចិត្តរបស់បងថ្មីត្បិតថាយើងទាំងពីរបែកគ្នាជាយូរមែនប៉ុន្តែចិត្តយើងគឺនៅជាមួយគ្នាដែរមែនទេពួកយើងបានបាត់បង់អ្វីៗជាច្រើនណាស់ហើយណាបាត់បង់សាច់ញាតិឥឡូវយើងមិនអាចបែកគ្នាទៀតទេបងជឿអូនចាអស់នឹងប្រាំងអស់ពីលទ្ធភាពព្យាបាលជំងឺបងអាជីប្រកាសជាជីចិនកោបោះនឹងដូចពីមុនចឹងហាត់ក្បាច់គុនជាមួយអូនលេងជាមួយអូនហើយព្រមទាំងធ្វើអ្វីៗដែរយើងចង់ធ្វើជាមួយគ្នាទេហេតុអីគាត់យកចិត្តទុកដាក់នឹងរូបចម្លាក់នេះម្ល៉េះរូបចម្លាក់នេះក្បាច់ថៃជីក្នុងនេះមានអីតាក់ទងនឹងគ្នាទៅក្បាច់ថៃជីប្រហែលជាអាចជួយដល់គាត់នឹកការចងចាំឡើងវិញប្រហែលជាក្បាច់ថៃជីជាសញ្ញាអាវុធផ្លូវចិត្តរបស់គាត់ណាមួយទៀតដែរទោះយ៉ាងណាខ្ញុំត្រូវតែសាកល្បងមើលចំហាយនៅក្នុងខ្លួនកម្លាំងធាតុប្រមូលផ្ដុំនៅក្នុងដើមទ្រូងកម្លាំងធាតុជាមូលដ្ឋានអារម្មណ៍ជាអ្នកបញ្ជីរាងកាយជាអ្នកបញ្ចេញសកម្មភាពពីដៃទៅជើងរហូតដល់ក្បាលចង្កូតបង្វិលចង្កេះកម្រើកតាស់ម្រាមដៃមិនចាំបាច់មានការបារម្ភ
មិនចាំបាច់តក់ស្លុតអារម្មណ៍នឹងចិត្តដិតជាប់គ្នាមួយក្បាច់បញ្ចូលគ្នារួមចូលតែមួយយ៉ាងម៉េចដែរបងស្រីខ្ញុំយល់ហើយអ្នកដែលបងចិនកលស្រឡាញ់គឺបងខ្ញុំតែងតែមាននឹកឃើញដល់ខ្លួនឯងថាបងចិនកលកុំឲ្យដឹងខ្លួនឡើងវិញប៉ុន្តែខ្ញុំខុសហើយខ្ញុំមិនអាចជំនួសបងស្រីបានទេខ្ញុំសូមឲ្យបងយកក្តីស្នេហាបងព្យាបាលបងចិនកលឲ្យចេញខ្ញុំសូមជូនពរអ្នកទាំងពីរដោយស្មោះអូមិនទៅតាមជាមួយបងទេបើតាមបងមកខ្ញុំមិនអាចទេអីឡានទទួលយកទៅ
អ៊ីបងនៅចាំពេលដែលបងបាត់ការចងចាំបងតែងតែនៅទីនេះរងចាំម្ដាយឪពុកបងជារៀងរាល់ថ្ងៃប៉ុន្តែរងចាំមិនឃើញឥឡូវបងដឹងខ្លួនហើយនៅតែមិនអាចរងចាំបានឥឡូវសំខាន់បំផុតគឺពួកយើងត្រូវទទួលបានល្អតទៅទៀតអូនជឿថាវិញ្ញាណក្ខន្ធពុកម៉ែបងក៏សង្ឃឹមថាឃើញបងយ៉ាងនេះដែរអ៊ីអរគុណដែលបានជួយបងចិនកោកុំគិតច្រើនពេកពួកយើងត្រូវតែខិតខំហាត់ក្បាច់ថៃជីគ្រួសារតកោជាងឲ្យបានសម្រេចរីកាលោកវិតំពួកយើងរកឃើញគ្រួសារតកោយិនមានផ្ទះឫស្សីមួយនៅលើភ្នំហើយយិនចិនកននោះក៏លាក់ខ្លួននៅទីនោះដែរល្អណាស់ត្រៀមកម្លាំងចេញដំណើរទៅបានយិនចិនកោឆាប់ចេញភ្លាមមកស្មានធ្លាក់ខ្លួននៅទីនេះយើងតាមរកពួកឯងមិនឃើញយើងនិយាយហើយទោះជារុះស្រុកកុនហ្វូតាមមូលក៏យើងត្រូវតែតាមរកឯងឲ្យឃើញដែរយិនចិនកោថ្ងៃនេះយើងជូនដំណើរឯងទៅកំដរម្ដាយឪពុកឯងហើយថងអ៊ីងឯងសម្លាប់ម្ដាយយើងថ្ងៃនេះយើងត្រូវតែសងសឹកឲ្យម្ដាយយើងត្រូវសម្លាប់ឯងនៅផ្ទាល់ដែរអ៊ីឡាលែងខ្ញុំត្រូវតែសម្លាប់វាកុំឆេះឆាវថងអ៊ីថ្ងៃនេះបានជាមកដល់ហើយយើងត្រូវតែទូទាត់បញ្ជាចាស់ជាមួយគ្នាឲ្យបានចប់សពគ្រប់ការពិតយើងបាញ់សម្លាប់ឯងក៏បានដែរប៉ុន្តែយើងចង់បញ្ជាក់ឲ្យពួកឯងឃើញក្បាច់ផ្សេងយើងប្រើហើយជ្រះក្បាច់ថៃជីពួកឯងជានិច្ចមនុស្សពីរនាក់ជុលគ្នាពិតជាខ្លាំងក្លាមែនបានថ្ងៃនេះយើងនឹងធ្វើឲ្យគ្រួសារតកូលយិននៅតកូលយ៉ាងទទួលប្រាជ័យ
អ៊ីឡាហេតុអីក៏នាងល្ងងម្ល៉េះ ទុកមនុស្សដូចឯងចឹងរស់នៅលើលោកនេះនាំតែចង្អៀតផែនដីទេ បងចិនកឲ្យតែជាកិច្ចការសម្រាប់បងធ្វើអ្វីក៏ដោយក៏ខ្ញុំសុខចិត្តដែរ នាងប្រកាសជាមិនអីទេ បងចិនកសូមបងយល់ព្រមនឹងខ្ញុំធ្វើយ៉ាងណាថែរក្សាបងស្រីខ្ញុំឲ្យបានល្អផងបងស្រីខ្ញុំប្រគល់ឲ្យបងហើយបងស្រីបងស្រីបងស្រីបើសិនជាកន្លងមកប្អូនស្រីបានធ្វើឲ្យបងពិបាកចិត្តសូមអភ័យទោសឲ្យប្អូនផង អ៊ីឡាអ៊ីឡា អ៊ីឡាងអ៊ីឡាង អ៊ីឡា អ៊ីឡាង បងធានឈិនចុងឈានគេបានស្លាប់បាត់ទៅហើយមិត្តចាស់3នាក់ឥឡូវនៅសល់តែលបងនៅខ្ញុំថ្ងៃក្រោយលបងថែរក្សាខ្លួនផងណា ប្អូនក៏ចឹងដែររយៈពេល1ឆ្នាំមុននេះរឿងរ៉ាវបានកើតឡើងច្រើនណាស់អ្នកដែលនៅក្បែរយើងឃ្លាតឆ្ងាយពីយើងក៏មិនតិចតែខ្ញុំនៅជឿពាក្យមួយម៉ាត់ថាដៅល្អគឺមកពីលុតបានល្អផ្កាអង្គាសិលក្រអូបគឺមកពីដោះនៅលើកន្លែងត្រជាក់ចំពោះក្បាច់ថៃជីយើងមិនបោះបង់ចោលទេ ល្អណាស់ ហ្វិនវ៉ៃបញ្ហាចូលបម្រើកងទ័ព អង្គុយទៅ ចាបើសិនជាមិនមែនលោកមិនតាន់ពេលទីបំផុតមិនដឹងយ៉ាងណាទេគឺលោកទេជាអ្នកជួយដល់ពួកយើង អ៊ីអ៊ីងតាមពិតគឺគ្នាឯងទេចាំបាច់គួរសមធ្វើអីទៀត ខ្ញុំភ្លេចសួរលោកហេតុអីបានជាលោកចូលបម្រើកងទ័ពវិញ ពេលដែលទៅដល់បៃចេញខ្ញុំបានជួបនៅលោកមេតបប្រមុខក៏យករឿងថងអ៊ីងប្រាប់គាត់ទាំងអស់ចំណែកការច្បាំងរបស់លោកមេតបធំក៏ជិតបញ្ចប់ដែរហើយនេះហើយបានជាមានពេលគិតគូរដល់ពួកយើងខ្លះគាត់ថាវិធីល្អបំផុតគឺឲ្យខ្ញុំនាំតបមកស្រុកគីងហ្វូនេះជំនួសគាត់ចាត់ការថងអ៊ីង ក្បាច់ថៃជីគ្រួសារតកូលយ៉ាងតាំងពីដើមទីមកគឺមានគ្នាតិចទេដែលអាចស្រាវជ្រាវរបៀបវាយលុកហើយនឹងការពារឥឡូវនេះក្បាច់ថៃជីក៏คล้ายទៅជាក្បាច់គុណមួយសម្រាប់មនុស្សចាស់ក្មេងយកមកបំពេញសុខភាពពង្រឹងរាងកាយយើងក៏សូមឲ្យគេទាំងអស់គ្នាយល់កាន់តែច្បាស់ពីអត្ថន័យស្មារតីថៃជីមិនចេះរលត់នេះជាស្មារតីដែលមិនចុះចាញ់ជានិច្ចជាងនេះទៅទៀតសូមឲ្យក្បាច់ថៃជីស្ថិតនៅក្រោមការបញ្ជាក់ដែលមានប្រវត្តិសាស្ត្រคล้ายទៅជាក្បាច់មួយដែលគេនិយមទូទាំងប្រទេសហើយឈានទៅកាន់ការនិយមល្បីទូទាំងពិភពលោកទៀតផងចំពោះមុខក្បាច់ថៃជីក៏คล้ายទៅជាកម្មវិធីសម្ដែងនៃការសម្ពោធកីឡាកម្មវិធីអូឡ িম্প ិកបៃជីងប្រចាំឆ្នាំ2008ដែរនេះគឺជាថ្ងៃមួយបង្ហាញនូវសេចក្តីអំណួតនៃក្បាច់គុនចិនដ៏មហាអស្ចារ្យនេះ សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត